ngày ní chúng ta lôi học sập mờ rìa làm bàiធ្វើការទិញទូរស័ព្ទ Nubia ដោះចែកជូនបងប្អូនមើលចង់ដឹងថាផ្នែកខាងក្នុងវាមានអីគេខ្លះវាអែមស្រែមប៉ុណ្ណាហើយគាត់ថាចេញតម្រង់មកបាទអញូបាទទៅណាបាទរកមើលអញូសិនបាទនេះគឺអញូអញ្ចឹងយើងយកមកដើម្បីធ្វើការតេស្តភាពធន់របស់វាមើលថាផ្នែកខាងក្នុងវាអែមស្រែមប៉ុណ្ណាវាសមតម្លៃនៃការលក់អញ្ចឹងនេះគឺជា Nubia V80 design ដែលគេ design ចេញមកស្តៀងនឹង iPhone 17 Pro Max ទៀតយេក៏ទៅ app កវ៉ាល់តែ17របស់ Apple ហ្មងបាទអញ្ចឹងយើងធ្វើការបើកប្រអប់ទៅឃើញទូរស័ព្ទនៅក្នុងនឹងចំនួនមួយគ្រឿងឡើងកញ៉ែនតែម្ដងបាទនេះអែមស្រែមតែម្ដងហ្នឹងបាទពណ៌នេះពណ៌ចេញតម្រង់មកដូចពណ៌ព្រះសង្ឃដែរនោះបាទស្តៀង app 17 Pro Max ដែរនោះបាទអញ្ចឹងយើងយក17 Pro Max យកមកដាក់ក្បាលគ្នាទៅឃើញថាកប់សេរីដែរហ្នឹងបាទពណ៌នេះអែមស្រែមជាតិដែរហើយទូរស័ព្ទនេះតម្លៃក៏មិនសូវថ្លៃប្រហែលដែរតែ$139ទេអាហ្នឹងបាន storage 128បើសិនជា256អាហ្នឹង$159បាទអញ្ចឹងយើងប្រៀបធៀបជាមួយ iPhone ទៅវារៀងប្រហាក់ប្រហែលស្តៀងអែបគ្នាបានដែរហ្នឹងបាទហើយគាត់ថាយើងបើកឆាច់មកចេញ logo Nubia ប៉ុណ្ណគោតែម្ដងបាទបើកដំបូងស្មានថាចេញ Dubai ទៅបាទគាត់មើលបានធូរទៅបានចេញ Nubia មួយយ៉ាងមកគេដែរចេះរើនឹកដាក់ឈ្មោះឃើញបាទអញ្ចឹងយើងមកពិនិត្យមើលអាខេសរបស់គេនេះបាទខេសនេះគឺតម្រង់ចេញមកដូច17 Pro Max ដែរនោះហើយអញ្ចឹងខ្ញុំយក iPhone ដាក់បាច់មកឃើញថាត្រូវគ្នាទៀតដល់កតែហ្មងបាទនេះមានឆ្នាំងសាកមានអីមកឈុតរបស់គេអត់ដូច iPhone មានតែខ្សែមកទេបាទអញ្ចឹងយើងធ្វើការតេស្តទៅលើថាច់ទៀតបងប្អូនបាទពាក់ព័ន្ធជាមួយការថាច់អញ្ចឹងគឺ smooth ល្អបាទហើយពាក់ព័ន្ធជាមួយនឹងកាមេរ៉ាក្រោយឃើញថារៀងក្រាន់ជាងអា480000ឃើញថា zoom បានហើយdetail ចេញមកស្អាតទៀតអត់ slow ទេបាទហើយអាកាមេរ៉ាមុខមិនបាញ់និយាយអាមុខឯងពណ៌អាក្រក់ឲ្យថតប៉ាច់មកកាន់តែយ៉ាប់ទៀតដល់កតែហ្មងបាទអញ្ចឹងខ្ញុំធ្វើការតេស្តមើលកាមេរ៉ាក្រោយថាកាមេរ៉ាទាំង3ហ្នឹងវាដើរទាំង3អត់បាទអញ្ចឹងយើងធ្វើការបិទលើអាកាមេរ៉ាដើមគេខាងលើនោះបើកបិទឆាច់ទៅឃើញថាអត់ចេញអីទេបាទអញ្ចឹងមានន័យថាកាមេរ៉ាលើហ្នឹងគឺដំណើរការនេះឃើញទេហើយយើងក៏យកមកដកអាហ្នឹងចេញឃើញថាចេញរូបវិញហើយយើងបិទអាក្រោមក៏នៅតែចេញរូបបាទ zoom មិនក៏នៅអត់ឆ្លាស់ឡែនដែរបាទចង់ zoom ដល់ឋានប្អិនក៏នៅមិនឆ្លាស់ឡែនដែរបាទអញ្ចឹងយើងបិទអាមួយទៀតឃើញថានៅតែដដែលបាទយើង zoom មិនក៏នៅតែដដែលអញ្ចឹងមានន័យថាពីរគ្រាប់នេះអត់បានការហើយប្រហែលជាប្រើបានតែមួយទេកាមេរ៉ាហ្នឹងអញ្ចឹងតិចទៀតយើងនឹងដឹងហើយតើយើងកោះមើលជាក់ស្ដែងបាទហើយពាក់ព័ន្ធមួយ speaker គឺមានតែមួយគ្រាប់ទេខាងក្រោម speaker អំពើសំឡេងឮឲ្យព្រោះហ្នឹងបើសិនជាយើងបិទទៅឃើញថាចិត្តឈឹងបាទអញ្ចឹងបន្ទាប់ពីហ្នឹងទៀតយើងចូលទៅតេស្ត color បាទ color របស់អេក្រង់ LCD display ហ្នឹងគឺវាមាន3ពណ៌ហ្នឹងដែលជា gold បើសិនជាអត់មានពណ៌3ហ្នឹងទេគឺអត់អាចចេញរូបបានទេបាទអញ្ចឹងខ្ញុំតេស្តទៅឃើញថាអត់អីទេបាទវាស្អាតចេញមក detail ស្អាតហើយពាក់ព័ន្ធជាមួយសាច់អេក្រង់ពេលយើងចូលផ្ទៃសទៅឃើញថាខ្មៅគៀនបាទអញ្ចឹងខ្ញុំធ្វើការតេស្តកម្ដៅទៀតបាទគាត់ផ្លុំកម្ដៅប៉ាច់ចេញមកឃើញថាខ្មៅចេញ black hole 2 3កន្លែងបាទនិយាយទៅសម្រាប់ប្រភេទ LCD គឺអញ្ចឹងតែហ្មងបាទប្រភេទ LCD អាហ្នឹងគេហៅ LCD IPS បាទពេលណាយើងផ្លុំកម្ដៅទៅវាចេញបែកប្រតបាទវាបែកប្រតរៀលពេញក្រងខ្មៅងូញតែម្ដងយើងអាចមើលអីឃើញទេហើយពេលណាយើងទុកឲ្យត្រជាក់វិញគឺវានឹងបាត់ទៅវិញអាសាច់ប្រតហ្នឹងបាទអញ្ចឹងអាហ្នឹងតែយើងទុកឲ្យត្រជាក់ទៅគឺវាបាត់ទៅវិញអូតូហើយសម្រាប់អាប្រតដែលឡើង color ពណ៌ខ្មៅហ្នឹងបាទអញ្ចឹងយើងធ្វើការតេស្តទៅលើសបកតួវាមើលថាវាធន់ប៉ុណ្ណាវាគាត់កោះឆាច់មកនិយាយថាជ្រុះអាពណ៌ទឹកថ្នាំខ្ពាកពេញដៃតែម្ដងបាទអញ្ចឹងមានន័យថាសបកនេះវារៀងក្រាន់យើងកោះមកអត់ចេញពណ៌ខ្មៅណាបាទសបកតួគេនេះគឺស្រោបថ្នាំពីរជាន់ហ៎បាទបើសិនជាទូរស័ព្ទខ្លះគេដាក់តែមួយជាន់នេះគេសុទ្ធថ្នាំតែមួយសាគឺហើយហើយតែយើងកោះឆាច់មកគឺចេញដល់សាច់ជ័រពណ៌ខ្មៅតែម្ដងបាទប៉ុន្តែទូរស័ព្ទនេះគឺយើងកោះមកគឺនៅទឹកថ្នាំមកតង់ទៀតបាទដូចរបៀបលក្ខណៈដូចកបោនអញ្ចឹងណាបាទយើងកោះមកឃើញថានៅទឹកថ្នាំមកតង់ទៀតហើយកោះអាមកតង់ហ្នឹងទៅទៀតគឺដល់សាច់ជ័រមានន័យសាច់ជ័រវាសាច់ពណ៌ហ្នឹងតែហ្មងបាទអញ្ចឹងយើងធ្វើការកោះទៅលើខ្នងទៀតបាទខ្នងនេះគឺឃើញថាជ័រសុទ្ធហ្មងបាទអត់មានដាក់ប្រភេទកញ្ចក់ខ្នងក្រោយទេអត់ទេបាទខ្លាចបងប្អូនប្រើទៅធ្លាក់ឲ្យមិនទៅបាទនិយាយទៅទូរស័ព្ទនេះបងប្អូនប្រើមិនបាច់ភ័យថាខ្លាចខូចបែកខ្នងក្រោយទេបាទប្រើតតែចាស់កោងខ្នងតាន់បែកផងបាទខ្នងហ្នឹងបាទអញ្ចឹងខ្ញុំធ្វើការកោះវាមើលថាខ្នងហ្នឹងវាមិនអានេះមិនបាច់ប្រើកម្ដៅទេបងប្អូនបាទខ្នងនេះគាត់ឆ្កឹះមកខ្វាច់មកលបើកមកខ្វែលហើយបកអញ្ចឹងបាទបកស្រួលគេហៅថាដូចបកចេកអញ្ចឹងបាទណែបកផាច់មកឃើញទេ
nè chạch bà hai nè camera thom một miền tầm muối thế bà pi crop tiền đang mạch mà thế bà cho mơ dựng đọt mơ đò rư đò cool về sân bà chẳng non cào này bông bông này trong cạch mạch của viêm bạn này bà đi chia về chó bà chó vật chẳng dừng trong bọt mạch bột mạch của viêm mình bài đá bà chẳng dừng giờ sờ bọ nó cho một lờ cho môi đằng camera mơ tới khơi tha sòng bà sòng kháng và để dựng đọ chạch máu khơi tha cái lẹt khét khang non bà chẳng dừng thưa ca đo mơ này khang non một đo một phút bà dừng thưa ca đo mơ tha camera đang mạch ấy mạch bà tu ấy yang mạch khơi đã lâu đằng này nhé nè có bao chai máu khơi tha này dừng mơ tu sẵn vẽ pon cho môi đằng flash bông bông bà nè flashคือcái chọp cho môi đằng sờ bọ khang khói bà cái mình chọp cho môi đằng sạch sờ bọ đằng tầm món bà hay vẽ pon cho môi đằng sai sờ va ông tánคือcái sào chẳng hạn thế anh ấyคือsẽ tạo ông tán chấm nuôi sờ va bà ông tán chấm nuôi sờ va cà pì dừng cho khai cho ấy dừng tớiคือban ông tán đằng vô bà thì ní cái chia camera bà camera ní sờ rôm tới khơi tha đặtไปเช่าเตะbàแมน camera เปิดได้นะbà vì mình camera xin này còn thà cái đặt snap mới tới gọi thà còn oi về cái led khét pe chứ còn oi thà về lừa cô pe chứ bà chẳng tới đã tới về đình cron chiếc ọt bà còn oi bắt tàu camera cho mùi đằng sập bộ tê mơ tới khơi thà về crop mơ pe bà chẳng những thứ ca tay camera xa tiết những đỏ pi crop bên trên sân ạ bà thà về nơi chạy như thế nhé về nơi trên thom đa trong zoom mạch bà trong zoom nó than ăn nó phục cái con nơi ta trên này camera này camera pi crop ấy khi đã đầm bay làm o rồi về điên áp đầm pro max thì bà sinh giờ đã năng thế mưa tới bị xóm mà chẳng hạn ấy cứ sập rùm tới tu sắp từ lại bên năng cứ những ai tu cho bán bà ở đây thế mà tiền sạch ekran tiền sập bọ những ai tu cho bán từ lại bên năng mà chẳng những thứ ca mưa bọt bảo vía cứ tha cái miền đạn mà sai thì che thiệt bà cà pi mọi việc đại chứ bà bà sinh giờ đã năng thế cứ tu sắp lang cầm đáy pram ca thì bà slow bà bên này dừng lên game lên ấy cứ việc cái đại rồi bà hay nè camera miền tầm crop đấy camera cool này hàng cào đó hay là ní camera mục cứ miền tầm crop này chẳng srop rôm tới khơi camera tập pi crop để đại dừng ai pra ca ba là pi crop nung tiết cứ kia đã phải chào bà chẳng sầm rạp bot này mưa tới khơi tha riêng bot power bank nào đúng không bà này bà này cứ sensor bà sensor bên này dừng đã thì chia tới việc lột nữa bên nàyយើងខលជួបសង្សារអីដាក់ជាទៅវាលុតអេក្រង់ផ្លឹបអានឹងមានន័យថាវាដាទាំងហ្នឹងបាទបន្លោះ sensor វាបាញ់ពីក្នុងមកតាមបន្លោះទូចពីរហ្នឹងបាទដើម្បីធ្វើការចាប់ឲ្យវាលុតអេក្រង់បាទអញ្ចឹងយើងធ្វើការកោះថ្មចេញមកបងប្អូនបាទហើយការកោះថ្មនេះដែរវារៀងយ៉ាបន្តិចរៀងវេទនាបន្តិចបាទអត់មានស្គុតទាញដោយពួកប្រភេទ iPhone ប្រភេទអីទេបាទអានេះគឺយើងកោះយកមកកោះឆៅទៅមកបើសិនញុកមិនស្រួលកោះមិនស្រួលគឺឆេះថ្មហ្នឹងរត់ចែកជើងគ្នាពេញបន្ទប់ទៅលើហ្នឹងបាទហើយថ្មនេះដែរគឺកាន់ថ្មបាទប្រភេទក្រុមហ៊ុន ZTE ហ្នឹងអាហ្នឹងកាន់ថ្មរបស់គេបាទអញ្ចឹងយើងធ្វើការផ្លុំដើម្បីកោះមើលសាច់អេក្រង់បាទការផ្លុំនេះដែរគឺយើងឆ្កឹះចឹងហើយណាឆ្កឹះតិចមកបាទអានេះឆ្កឹះស្រួលខូចអេក្រង់ណាបាទតែយើងឆ្កឹះរៀងធ្ងន់ដៃតិចខូចអេក្រង់ព្រោះអេក្រង់នេះវារៀងស្ដើងដែរវាកែមវារៀងស្ដើងដែរជាប់ជាមួយតួបើមិនយើងលើកមិនស្រួលទេគឺទៅភ្នំដល់លើហ្នឹងបាទអញ្ចឹងគឺខ្សែអេក្រង់ភ្ជាប់ជាមួយនឹងសំណុំជើងសាកបាទភ្ជាប់ជាមួយគ្នាមកកញ្តែម្ដងបាទហើយខ្ញុំកោះរួចហើយយើងធ្វើការតេស្តតិចមើលបាទថាវាដំណើរការអត់បាទកោះបើឆាចមកអំបិលបាតណែខូចអេក្រង់បាទលោកអាតបៀតមិញលោកនេះមិញហ្នឹងបាទលោកជ្រុលទៅបុកសាច់អេក្រង់ធ្លាយបាទដល់កតមកបាទនេះអានេះគឺយើងមើលស្ពណ៌នេះឃើញទេសល់អេក្រង់ទុកឆ្លុះខ្ចក់តិចទេបាទនេះច្បាស់ជាងកញ្ចក់យើងបងប្អូនបាទអេក្រង់ហ្នឹងបាទអាផ្នែក feel ខាងក្រោយហ្នឹងគឺចាំងល្អបាទនេះអាកន្លែងដែលយើងលូកមិញហ្នឹងឃើញថាបុកសាច់អេក្រង់មកបន្តិចទៅភ្នំតែហ្មងបាទអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនា